សូមជម្រាបសួរលោកគ្រូនាងខ្ញុំមាសស្រីហួរជាគ្រូនិស្សិតថ្នាក់ D ថ្ងៃនេះខ្ញុំសូមមកធ្វើការឆ្លុះបញ្ចាំងពីមេរៀនដែលតាក់ទងទៅនឹង PISA D ចំណុចទី1យើងនិយាយអំពី PISA អញ្ចឹងតើ PISA ហ្នឹងគឺជាអីគេ PISA មកពីពាក្យថា Program for International Student Assessment វាគឺជាកម្មវិធីអន្តរជាតិមួយដែលគោលបំណងរបស់កម្មវិធីហ្នឹងគឺគេវាយតម្លៃសមត្ថភាពរបស់សិស្សនៅក្នុងការទាញយកចំណេះដឹងដែលពួកគេបានសិក្សានៅក្នុងកម្រិតនៃការអប់រំមូលដ្ឋានជាមួយនឹងសមត្ថភាពនៅក្នុងការប្រើប្រាស់ចំណេះដឹងទាំងអស់នោះនៅក្នុងបរិបទដែលពួកគេមិនធ្លាប់ជួបពីមុនមកទាំងនៅក្នុងហើយនិងនៅក្រៅសាលារៀនហើយចំពោះកម្មវិធីភាសានេះផងដែរគឺវាតម្លៃសមត្ថភាពរបស់សិស្សដែលផ្អែកទៅលើមុខវិជ្ជាសំខាន់3ដែលមានអំណាចគណិតវិទ្យាហើយនិងវិទ្យាសាស្ត្រហើយPISA ហ្នឹងគឺគេវាស់សមត្ថភាពរបស់សិស្សដែលមានអាយុ15ឆ្នាំទាំងចំណេះដឹងហើយនិងជំនាញនៅក្នុងមុខវិជ្ជាអំណាចគណិតវិទ្យាក៏ដូចជាវិទ្យាសាស្ត្រផងដែរដោយផ្អែកទៅលើស្តង់ដារអន្តរជាតិហើយយើងអាចធ្វើការប្រៀបធៀបតេស្ត PISA ហ្នឹងបានន័យថាយើងអាចតេស្ត PISA ហ្នឹងយើងអាចឲ្យយើងប្រៀបធៀបសមត្ថភាពរបស់សិស្សកម្ពុជាជាមួយនឹងកម្រិតសមត្ថភាពបរិមាណនៃកម្មវិធី PISA របស់បណ្ដាប្រទេសដែលជាសមាជិក OECD ហើយនិងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ផងដែរដោយសារតែប្រទេសកម្ពុជាយើងគឺជាប្រទេសកំពុងអភិវឌ្ឍអញ្ចឹងយើងក៏មានតេស្ត PISA ដែរប៉ុន្តែគេហៅថា PISA D បានន័យថា PISA សម្រាប់ប្រទេសកំពុងអភិវឌ្ឍហើយរង្វាយតម្លៃ PISA D ហ្នឹងគឺសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់សិស្សនៅក្នុងការអនុវត្តចំណេះដឹងនិងជំនាញរបស់សិស្សនៅក្នុងជីវិតជាក់ស្ដែងដែលរួមមានសមត្ថភាពនៅក្នុងការវិភាគការផ្ដល់ជាតលហេកឬក៏ការប្រស័យតាក់ទងប្រកបដោយប្រសិទ្ធភាពដោយពួកគេត្រូវតែកំណត់បកស្រាយនិងដោះស្រាយបញ្ហានៅក្នុងស្ថានភាពផ្សេងចំពោះរង្វាយតម្លៃ PISA D នេះផងដែរគឺមាន3ទី1អក្ខរកម្មអំណាចហ្នឹងគឺជាសមត្ថភាពនៃការយល់ការប្រើប្រាស់ហើយនិងពិចារណាទៅលើអត្ថបទសរសេរដើម្បីសម្រេចបានគោលដៅអភិវឌ្ឍចំណេះដឹងនិងសក្តានុពលរបស់ខ្លួនព្រមទាំងដើម្បីចូលរួមនៅក្នុងសង្គមទី2គឺអក្ខរកម្មគណិតវិទ្យាហើយអក្ខរកម្មគណិតវិទ្យាហ្នឹងគឺជាសមត្ថភាពនៃការទាញយករូបមន្តការចេះប្រើប្រាស់និងការបកស្រាយគណិតវិទ្យាដោយប្រើប្រាស់ទស្សនៈទាននិងឧបករណ៍ដើម្បីពណ៌នាពន្យល់ឬក៏ព្យាករណ៍ពីបាតុភូតដែលអាចឲ្យយើងធ្វើការវិនិច្ឆ័យបានត្រឹមត្រូវនិងធ្វើការសម្រេចចិត្តជាពលរដ្ឋដែលមានការត្រិះរិះពិចារណាហើយទី3គឺអក្ខរកម្មវិទ្យាសាស្ត្រហ្នឹងគឺជាសមត្ថភាពយល់ដឹងពីបញ្ហាវិទ្យាសាស្ត្រហើយនិងគំនិតវិទ្យាសាស្ត្រដែលជាពលរដ្ឋនិងគំនិតវិទ្យាសាស្ត្រដែលពលរដ្ឋមានការត្រិះរិះពិចារណាអាចយល់ដឹងពីវិទ្យាសាស្ត្រហើយនិងបច្ចេកវិទ្យានិងមានសមត្ថភាពនៅក្នុងការពន្យល់ពីបាតុភូតវិទ្យាសាស្ត្រវាយតម្លៃនិងរៀបចំគម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបកស្រាយទិន្នន័យជាមួយនឹងភស្តុតាងវិទ្យាសាស្ត្រអីនឹងជាដើមចូលមកដល់ចំណុចទី2យើងនិយាយពីភាពខុសគ្នារវាងតេស្តស្តង់ដារហើយនិងតេស្ត PISA តេស្តស្តង់ដារគឺជាប្រភេទតេស្តមួយដែលកូនសិស្សមួយក្រុមក៏ត្រូវប្រឡងដើម្បីប្រៀបធៀបជាមួយនឹងក្រុមដទៃទៀតដែលប្រឡងតេស្តដូចគ្នាហើយតេស្តស្តង់ដារនឹងផងដែរគឺត្រូវបានរៀបចំឡើងដោយយោងទៅតាមស្តង់ដារនៃកម្មវិធីសិក្សារបស់សាលានិងស្តង់ដាររបស់រដ្ឋជាក់លាក់ណាមួយហើយតេស្តស្តង់ដារគឺតែងតែត្រូវបានគេអនុវត្តជាញឹកញាប់ហើយក្នុងតេស្តស្តង់ដារនឹងផងដែរគឺគេវាស់វែងទៅលើបំណិន3ធំដែលរួមមានអំណាចបែបត្រិះរិះពិចារណាគណិតហើយនិងការសរសេរចំណែកឯ PISA វិញគឺជាគម្រោងតេស្ត PISA សម្រាប់ប្រទេសអភិវឌ្ឍដែលមានគោលបំណងជំរុញទឹកចិត្តនិងសម្រាប់សម្រួលការចូលរួមប្រឡងតេស្ត PISA នៃប្រទេសដែលមានប្រាក់ខែទាបនិងប្រាក់ខែមធ្យមហើយប្រទេសដែលចូលរួមនៅពេលដែល
ទទួលបានលទ្ធផលសិស្សហើយអាចយកលទ្ធផលហ្នឹងទៅរួមជាចំណែកមួយនៅក្នុងគោលដៅទី4នៃការអភិវឌ្ឍប្រកបដោយចីរភាពនិងសមភាពនៃការសិក្សារបស់កុមារក្មេងជំទង់ហើយនិងមនុស្សធំហើយចូលមកដល់ចំណុចទី3យើងនិយាយអំពីសមាសភាពនៃតេស្តវិញម្ដងហើយសមាសភាពនៃតេស្តហ្នឹងទី1យើងនិយាយអំពីសមាសភាពទី1ដែលគេនិយាយអំពីអក្ខរកម្មអំណានការវាតម្លៃអក្ខរកម្មអំណានហ្នឹង PISA គឺផ្ដោតទៅលើចរិតលក្ខណៈកិច្ចការចម្បង3ទី1គឺលំនាំហ្នឹងគឺសំដៅទៅលើវិធីសាស្ត្រ3បែបពុទ្ធិដែលកំណត់អំពីរបៀបដែលអ្នកអានគាត់ប្រើប្រាស់នៅក្នុងអត្ថបទដើម្បីឆ្លើយសំណួរដូចជាការអានព័ត៌មាននៅក្នុងអត្ថបទនិងស្រង់ព័ត៌មានពីអត្ថបទជាដើមអាចជាការបញ្ចូលគ្នានិងការបញ្យល់បកស្រាយឬក៏ជាការឆ្លុះបញ្ចាំងឬក៏ការវិតម្លៃជាដើមទី2គឺអត្ថបទសំដៅទៅលើប្រភេទអត្ថបទដែលតម្រូវឲ្យអានអាចជាអត្ថបទបែបធុរកិច្ចអត្ថបទផ្ទាល់ខ្លួនឬក៏ប្រចាំថ្ងៃមិនផ្លូវការឬក៏ជាប្រភេទអត្ថបទបែបសិក្សាការជាដើមហើយនិងទី3គឺស្ថានភាពហ្នឹងគឺសំដៅទៅលើបរិបទដ៏ទូលំទូលាយឬក៏ជាគោលបំណងសម្រាប់ការអានអាចជាបុគ្គលអាចជាសាធារណៈឬក៏ជាការអប់រំនិងមុខរបរជាដើមចំពោះសមាសភាពទី2វិញគឺអក្ខរកម្មគណិតវិទ្យាគណិតវិទ្យាការវាតម្លៃអក្ខរកម្មគណិតវិទ្យារបស់កម្មវិធីតេស្ត PISA ណាគឺសំណួរតេស្តគណិតវិទ្យាគឺត្រូវបានបង្កើតឡើងដោយមានលក្ខណៈសំខាន់3រួមមានលំនាំគណិតវិទ្យាខ្លឹមសារគណិតវិទ្យាហើយនិងហេតុផលគណិតវិទ្យាចំពោះទី1លំនាំគណិតវិទ្យាគឺពណ៌នាពីលំនាំរបស់សិស្សម្នាក់អាចប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងបរិបទរបស់គណិតវិទ្យាហ្នឹងនិងការដោះស្រាយលំហាត់ព្រមជាមួយនឹងសមត្ថភាពបង្ហាញលំនាំគណិតវិទ្យាក៏ដូចជាការបង្កើតជាលំនាំបញ្ហារបស់គណិតវិទ្យាហើយទី2អាចជាការអនុវត្តនៅក្នុងជីវភាពរស់នៅជាការបោះស្រាយឬក៏ជាការវាតម្លៃផងដែរហើយចំពោះខ្លឹមសារគណិតវិទ្យាវិញគឺជាចំណុចដៅដែលគេប្រើប្រាស់នៅក្នុងការវាយតម្លៃអាចជាបរិមាណភាពមិនច្បាស់លាស់ឬក៏ជាទិន្នន័យបំរែបំរួលហើយនឹងទំនាក់ទំនងជាដើមចំពោះចំណុចមួយវិញទៀតគឺហេតុផលគណិតវិទ្យារួមមានអនុមានញែកអនុមានរួមការវាយតម្លៃស្ថានភាពការទាញជាសេចក្តីសន្និដ្ឋានជាដើមហើយមកដល់សមាសភាពទី3គឺអក្ខរកម្មវិទ្យាសាស្ត្រហ្នឹងគឺជាការវាស់វែងសមត្ថភាពនៅក្នុងការពង្យល់បាតុភូតបែបវិទ្យាសាស្ត្រការបកស្រាយទិន្នន័យឬក៏ផុសតាងតាមបែបវិទ្យាសាស្ត្រហើយការវាយតម្លៃនិងការរៀបចំការរុករកព័ត៌មានតាមបែបវិទ្យាសាស្ត្រអីជាដើមហើយរួមជាមួយនឹងអរិយាប័ត្រក៏ដូចជាការចាប់អារម្មណ៍នៅក្នុងគណិតវិទ្យាការយល់ដឹងពីបញ្ហាបរិស្ថានជាដើមផងដែរ